Hello everyone. For today's lesson, you are going to learn about opposite adjectives. សួស្តីអ្នកនាងសម្រាប់វីដេអូនេះដែរអ្នកនាងនឹងរៀនអំពីគុណនាមដែលមានលក្ខណៈផ្ទុយគ្នាអូខេឥឡូវយើងមកមើលទាំងអស់គ្នាអូខេអ្នកនាងអញ្ចឹងគុណនាមដំបូងនេះគឺ big អូខេ big អញ្ចឹង big opposite small អញ្ចឹង big យើងបកប្រែថាធំហើយផ្ទុយពីធំតូចអញ្ចឹងយើងអាចឲ្យជាឧទាហរណ៍គេបានដែរអ្នកនាង the elephant is big okay the elephant is big the mouse is small the mouse is small the elephant is big the mouse is small អញ្ចឹងយើងដឹងហើយអ្នកនាង big ផ្ទុយពី big គឺ small ហើយយើងអាចយកគុណនាមហ្នឹងអាចយកទៅបង្កើតជាប្រយោគផ្សេងទៀតក៏បានដែរអូខេឥឡូវយើងនឹងបន្តមកទៀត hot opposite cold អញ្ចឹងបានន័យថា hot ក្តៅដល់ពេលផ្ទុយពីក្តៅគឺត្រជាក់អូខេ cold អញ្ចឹងយើងអាចតែងទៅជាប្រយោគបានដែរ The soup is hot The ice cream is cold អញ្ចឹងបានន័យថាស៊ុបឬក៏សម្លក្តៅហើយប្រយោគមួយទៀត The ice cream is cold អញ្ចឹងបានន័យថាការ៉េមត្រជាក់អូខេការ៉េមត្រជាក់ឥឡូវយើងមកមើលបន្តទៀត happy opposite sad អញ្ចឹងពាក្យ happy យើងបកប្រែថាសប្បាយចិត្តដល់ពេល sad អត់សប្បាយចិត្តអញ្ចឹងយើងអាចយកទៅបង្កើតជាប្រយោគបានហើយ she is happy today she is happy today អញ្ចឹងបានន័យថានាងសប្បាយចិត្តថ្ងៃនេះដល់ពេលប្រយោគមួយទៀត he is sad because it rains អញ្ចឹងមានន័យថាគាត់អត់សប្បាយចិត្តទេពីព្រោះតែមានភ្លៀងធ្លាក់អូខេដោយសារតែមានភ្លៀងយើងគាត់អត់សប្បាយចិត្តទេអូខេ tall opposite short អូខេ tall ខ្ពស់អញ្ចឹងដល់ពេលផ្ទុយពីខ្ពស់ទាបអញ្ចឹងយើងមកមើលប្រយោគ The man is tall អូខេ The man is tall មានន័យថាបុរសខ្ពស់អូខេប្រយោគមួយទៀត The woman is short អូខេ The woman is short អញ្ចឹងបានន័យថាស្ត្រីទាបអញ្ចឹងបុរសខ្ពស់ហើយស្ត្រីទាបអានឹងជាប្រយោគរបស់គេណាឥឡូវយើងមកមើលប្រយោគយើងមកមើលគុណនាមដែលផ្ទុយបន្តទៀត fast opposite slow អញ្ចឹងបានន័យថា fast លឿនអញ្ចឹងផ្ទុយពីលឿនយឺតអញ្ចឹងនៅក្នុងប្រយោគនេះគេដាក់ថា the car is fast អញ្ចឹងឡានលឿនអូខេប្រយោគមួយទៀត the turtle is slow អូខេអញ្ចឹងអណ្ដើកយឺតអូខេឡានលឿនអណ្ដើកយឺតអូខេតមកទៀត clean opposite dirty ឬក៏ dirty អូខេអញ្ចឹង clean ស្អាតដល់ពេល dirty អត់ស្អាតយើងក៏ក្រិចអញ្ចឹងទៅអូខេអញ្ចឹងគេតែងជាប្រយោគ my hands are clean អូខេមានថាដៃប្រអប់ដៃឬក៏ដៃយើងសំដៅលើប្រអប់ដៃអ្នកគ្នា my hands are clean អញ្ចឹងប្រអប់ដៃរបស់ខ្ញុំស្អាតដល់ពេលប្រយោគមួយទៀត your shoes are dirty មានន័យថាស្បែកជើងរបស់អ្នកអត់ស្អាតទេអញ្ចឹង dirty អត់ស្អាតមកមើលឧទាហរណ៍បន្តទៀតពាក្យបន្តទៀត old អូខេ opposite young អញ្ចឹងចាស់ផ្ទុយពីចាស់
ក្មេង okay young his grandfather is old អញ្ចឹងបានន័យថាជីតារបស់គាត់ចាស់ហើយប្រយោគមួយទៀត his brother is young okay his brother is young មានន័យបងប្អូនប្រុសរបស់គាត់ក្មេងអូខេយើងមកមើលបន្តទៀត strong opposite weak strong ខ្លាំងដល់ពេលផ្ទុយពីខ្លាំងខ្សោយអូខេ strong opposite weak អញ្ចឹង the man is strong okay the man is strong ហើយដល់ពេលប្រយោគមួយទៀត the boy is weak the boy is weak អញ្ចឹងក្មេងប្រុសខ្សោយអូខេឥឡូវយើងមកមើលបន្តទៀត full opposite empty okay full opposite empty full ពេញអូខេដល់ពេល empty ទទេឬក៏អត់មានអីទេអញ្ចឹងយើងឲ្យជាប្រយោគថា the cup is full of water មានន័យថាទឹកពេញពែងអូខេ cup ពែងអញ្ចឹងទឹកពេញពែងដល់ពេលប្រយោគមួយទៀត the bottle is empty អញ្ចឹងដបអត់មានអីទាំងអស់ទទេអត់មានអូខេអត់មានទឹកអត់មានអីនៅក្នុងហ្នឹងទេគឺដបទទេហ្មងមើលបន្តទៀតអ្នកនេះ open opposite close អញ្ចឹង open បើកដល់ពេលផ្ទុយពីបើកបិទអូខេ the door is open the door is open អញ្ចឹងទ្វារបើកដល់ពេលប្រយោគមួយទៀត the window is closed okay the window is closed អញ្ចឹងបង្អួចបិទមកមើលបន្តទៀតអ្នកនេះ near opposite far okay near ចិត្តដល់ពេលផ្ទុយពីចិត្តឆ្ងាយអូខេ the school is near my house okay the school is near my house អញ្ចឹងសាលានៅក្បែរផ្ទះរបស់ខ្ញុំដល់ពេលប្រយោគមួយទៀត the market is far away okay the market is far away okay អញ្ចឹងបានន័យថាផ្សារនៅឆ្ងាយឥឡូវយើងមកមើលបន្តទៀតអ្នកនរ light opposite heavy អញ្ចឹងបានន័យថា light ស្រាលដល់ពេលផ្ទុយពីស្រាលធ្ងន់បន្តទៀតអ្នកនរ rich opposite poor អញ្ចឹង rich មានអូខេដល់ពេល poor ក្រអត់មានshe is a rich woman okay she is a rich woman នាងគឺជាស្ត្រីដែលនាងគឺជាស្ត្រីដែលមានលុយមានទ្រព្យអញ្ចឹងទៅអ្នកនេះដល់ពេលប្រយោគមួយទៀត he is a poor man អញ្ចឹងគាត់ជាបុរសអ្នកក្រអូខេមកមើលបន្តទៀតអ្នកនេះ early opposite late អញ្ចឹង early មុនមកមុនឬក៏យើងបកប្រែមុនអ្នកនេះដល់ពេល late យឺតអូខេមែនតើទៅ early យើងបកថាលឿនក៏បានដែរមុនឬក៏លឿនដល់ពេល late យឺតអញ្ចឹងប្រយោគដំបូងហ្នឹង he came early គាត់បានមកលឿនដល់ពេលប្រយោគមួយទៀត she came late she came late នាងមកយឺតអូខេមកមើលទាំងអស់គ្នាអ្នកនេះ beautiful okay beautiful opposite ugly អញ្ចឹង beautiful ស្អាត opposite ស្អាត ugly អូខេអត់ស្អាតយើងមើលប្រយោគទាំងអស់គ្នា the flower is beautiful okay the flower is beautiful ផ្កាស្រស់ស្អាតដល់ពេលប្រយោគមួយទៀត the shoe is ugly យើងស្បែកជើងអត់ស្អាតទេបន្តទៀត noisy opposite quiet អញ្ចឹង noisy ដែលមានសំឡេងអ៊ូអរដល់ពេល quiet ស្ងៀមស្ងាត់ឬក៏ស្ងាត់អូខេ the classroom is noisy នៅក្នុងបន្ទប់រៀនមានភាពអ៊ូអរដល់ពេលមកប្រយោគទៀត
the library is quiet okay the library is quiet អញ្ចឹងបណ្ណាល័យស្ងាត់អូខេបន្តទៀតអ្នកនេះ thick opposite thin អញ្ចឹង thick grass ដល់ពេលផ្ទុយពី grass ស្ដើងអូខេអញ្ចឹងប្រយោគទី1 the book is thick អញ្ចឹងសៀវភៅក្រាស់ដល់ពេលប្រយោគមួយទៀត the paper is thin អញ្ចឹងក្រដាសស្ដើងសៀវភៅក្រាស់ក្រដាសស្ដើងអូខេបន្តទៀតអ្នកនេះ new opposite old អញ្ចឹង new ថ្មីដល់ពេល old ចាស់អូខេ this is a new car នេះគឺជាឡានថ្មីមួយអូខេ this is a new car ដល់ពេលប្រយោគមួយទៀត that is an old car នោះគឺជាឡានចាស់អូខេបន្តទៀតអ្នកនេះ right opposite wrong អញ្ចឹង right ត្រឹមត្រូវដល់ពេលផ្ទុយពីត្រឹមត្រូវគេអ្នកនេះផ្ទុយពីត្រឹមត្រូវគឺអត់ត្រូវឬក៏ខុសអូខេ your answer is right អញ្ចឹងចម្លើយរបស់អ្នកត្រឹមត្រូវហើយដល់ពេលប្រយោគមួយទៀត his answer is wrong អញ្ចឹងចម្លើយរបស់គាត់អត់ត្រូវទេខុសអូខេបន្តទៀតហើយមកមើលបន្តទៀត good opposite bad អញ្ចឹង good ល្អដល់ពេលផ្ទុយពីល្អអាក្រក់អត់ល្អ this book is good អូខេសៀវភៅនេះល្អដល់ពេលប្រយោគមួយទៀត that movie is bad អញ្ចឹងខ្សែភាពយន្តនោះអត់ល្អទេបន្តទៀតអ្នកនេះ hard opposite easy អញ្ចឹង hard កន្លែងនេះយើងបកប្រែថាពិបាកដល់ពេលផ្ទុយពីពិបាកស្រួលអូខេងាយស្រួល this exercise is hard អញ្ចឹងលំហាត់នេះពិបាកណាស់ដល់ប្រយោគមួយទៀត this test is easy តេស្តនេះងាយស្រួលអូខេឥឡូវយើងមកមើលបន្តទៀតអ្នកនេះ bright opposite dark អញ្ចឹងយើងឃើញប្រយោគ the sun is bright អញ្ចឹងព្រះអាទិត្យភ្លឺដល់ពេលប្រយោគមួយទៀត the room is dark អញ្ចឹងបន្ទប់ងងឹតអូខេ the room is dark ឥឡូវយើងមកមើលបន្តទៀតនេះ safe សុវត្ថិភាពអូខេ dangerous គ្រោះថ្នាក់អញ្ចឹងយើងមកមើលប្រយោគនេះ the playground is safe អញ្ចឹងសួនកុមារសុវត្ថិភាពដល់ពេលប្រយោគមួយទៀត the cliff is dangerous អញ្ចឹងចម្រាក់ថ្មមានគ្រោះថ្នាក់អូខេអញ្ចឹងយើងយល់ហើយបន្តទៀត warm opposite cool អូខេ warm opposite cool អញ្ចឹង warm កក់ក្ដៅតែពេលផ្ទុយពីកក់ក្ដៅរងាឬក៏ត្រជាក់អញ្ចឹងអ្នកនរ the blanket is warm អញ្ចឹងភួយកក់ក្ដៅដល់ពេល the water is cold ទឹកត្រជាក់អូខេបន្តទៀតអ្នកនេះ expensive អូខេ expensive opposite cheap អញ្ចឹង expensive ថ្លៃដល់ពេលផ្ទុយពីថ្លៃថោកអូខេthis phone is expensive អូខេទូរស័ព្ទហ្នឹងថ្លៃដល់ពេលប្រយោគមួយទៀត this pen is cheap អូខេ this pen is cheap អញ្ចឹងប៊ិចនេះមានតម្លៃថោកអូខេ fast លឿនដល់ពេល slow យឺតអូខេផ្ទុយពីលឿនយឺតអូខេ the rabbit is fast អញ្ចឹងទន្សាយលឿនដល់ពេលប្រយោគមួយទៀតគេនិយាយថា the snail is slow អញ្ចឹង snail ខ្យងយឺតអូខេ big opposite small អូខេធំផ្ទុយពីធំតូច the house is big អញ្ចឹងផ្ទះធំដល់ពេលប្រយោគមួយទៀត the room is small អញ្ចឹងបន្ទប់តូចអូខេមកមើលបន្តទៀតនេះ smart ឆ្លាត opposite foolish អត់ឆ្លាត she is smart in the class អូខេ she is smart in class អញ្ចឹងនាងឆ្លាតនៅក្នុងថ្នាក់រៀនហើយប្រយោគមួយទៀត he is foolish sometimes អញ្ចឹងគាត់ល្ងងពេលខ្លះអូខេអូខេ kind ចិត្តល្អ mean កំណាញ់អញ្ចឹង my teacher is kind អញ្ចឹងគ្រូបង្រៀនរបស់ខ្ញុំ
ចិត្តល្អដល់ពេលប្រយោគមួយទៀត That boy is mean ក្មេងប្រុសអូខេមានចិត្តកំណាញ់ polite opposite rude អញ្ចឹង polite ដែលចេះគួរសមដល់ពេល rude អត់ចេះគួរសមឆ្លើយអញ្ចឹងទៅអ្នកនរ She is polite to her friends okay she is polite to her friends អញ្ចឹងនាងចេះគួរសមជាមួយមិត្តភ័ក្តិរបស់នាងដែលពេលប្រយោគមួយទៀត He is rude to his sister អញ្ចឹងគាត់ឆ្លើយដាក់បងប្អូនស្រីរបស់គាត់អញ្ចឹងទៅឬគាត់អត់ចេះគួរសមដាក់បងប្អូនស្រីរបស់គាត់បន្តទៀត friendly អូខេ friendly យើងបកប្រែថារុះរាយដល់ពេល unfriendly អត់រុះរាយអូខេ The girl is friendly អញ្ចឹងក្មេងស្រីរុះរាយដល់ប្រយោគមួយទៀត The man is unfriendly អញ្ចឹងបរិសុទ្ធអត់រុះរាយទេអូខេបន្តទៀត lazy opposite active lazy ខ្ជិលនេះផ្ទុយពីខ្ជិលគឺអូខេឧស្សាហ៍ My brother is lazy បងប្អូនប្រុសរបស់ខ្ញុំខ្ជិលដល់ពេលប្រយោគមួយទៀត My sister is active អញ្ចឹងបងប្អូនស្រីរបស់ខ្ញុំឧស្សាហ៍អូខេ careful អញ្ចឹង careful ប្រុងប្រយ័ត្នដល់ពេល careless អត់ប្រុងប្រយ័ត្ន He is careful with his work អញ្ចឹងមានន័យថាគាត់មានការប្រុងប្រយ័ត្នជាមួយនឹងការងាររបស់គាត់អូខេគាត់ប្រុងប្រយ័ត្ននៅក្នុងការងាររបស់គាត់ដល់ពេលប្រយោគមួយទៀត Don't be careless អញ្ចឹងកុំប្រហែសអូខេ Don't be careless កុំប្រហែសអូខេបន្តទៀត confident opposite shy confident ដែលមានភាពជឿជាក់ដល់ពេលផ្ទុយពីមានភាពជឿជាក់គឺ shy ខ្មាស់អៀនអញ្ចឹង he is confident អញ្ចឹងគាត់មានភាពជឿជាក់ he is confident អូខេ he is confident គាត់មានភាពជឿជាក់ដល់ពេលប្រយោគមួយទៀត she is shy អូខេ she is shy អញ្ចឹងនាងមានភាពខ្មាស់អៀនបន្តទៀតអ្នកនេះ helpful opposite unhelpful អញ្ចឹង helpful ដែលចេះជួយដល់ពេល unhelpful អត់ចេះជួយមក The boy is helpful អញ្ចឹងក្មេងប្រុសចេះជួយដល់ពេលប្រយោគមួយទៀត The girl is unhelpful អញ្ចឹងក្មេងស្រីអត់ចេះជួយ quiet opposite talkative quiet ស្ងៀមស្ងាត់ដល់ពេល talkative និយាយច្រើនអូខេ She is quiet in class នាងមានភាពស្ងប់ស្ងាត់នៅក្នុងថ្នាក់រៀនដល់ពេលប្រយោគមួយទៀត He is talkative with friends អញ្ចឹងគាត់និយាយច្រើនជាមួយមិត្តភ័ក្តិអូខេអ្នកនរហើយសម្រាប់ opposite adjectives មេរៀន opposite adjectives នៅថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត Goodbye see you later